ดับแต่งนาบ่มาดับให้การปัญญาญาดึงรัดเจียงพลาเลือกน้องมาจันเจ้าเนี่ยเงยต้องรวมกอมนี้เย่กอมเอาเรียไม่เลียกอมนั่นแม่พอปัดแน่การสาสมองบารอยตรอปนจงได้เจอดำร้องขนองกงนี้เยี่ยกนี้เลือดลายฉลองหนังพองเลยนายอันตรายนุ่งก็ทลังแม่ในควังวันฟงเงินงงคลากูยากาคลานต่อเรียงตามองตาดานังสนับสนายแสนสนายเหยียดกองนานมันโกมกันเอาเมียนสลับมาตาโรงอยู่บาเจียฉับกลัวยึงรอหยับดับแต่อะนะโมตนีสนับประกอบใจสนาโสมอะนะโมตนีโสมอะนะโมตนีมหาบุญกุศลเจียปฐมสมบัติการพระไฟบังคมจุมปัวเปรรัตนตรัยโดยสิกไดบุรุษโดยจัดที่รัตลาทรงพระไฟบังคมต่อกาณาประเทระทุกพระองค์ยังทรงเปิดสิกไดบุรุษอ่านต่อกาณาและเบียร์ทุกพระองค์ดันโตทิโยตังออกต่อ
ចឹងនៅក្នុងថ្ងៃនេះគឺជាថ្ងៃប្រកបរងដោយមហាលក្ខណៈរឹកល្អដែលបានជើញមកជួបជុំគ្នាស្ដាប់ព្រះធម៌នៅទីលានបណ្ដុលពោធិព្រឹក្សឃើញថាទឹកចិត្តរបស់ញាតិញោមទាំងអស់គ្នានឹងគឺជាអ្នកជួយចិត្តបុណ្យដោយសារដឹងពីធម្មជាតិរបស់បុណ្យនឹងគឺជាហេតុដ៏មកនូវសេចក្តីសុខបុណ្យនេះមិនមែនត្រឹមតែបានសេចក្តីសុខនាពេលបច្ចុប្បន្ននេះទេគឺជាហេតុនាំមកនូវសេចក្តីសុខដល់អនាគតជាតិនឹងបានជាឧបនិស្ស័យដើម្បីរួចផុតចាកទុក្ខក៏ដោយគុណរបស់បុណ្យនឹងដែរចឹងបានយល់ជ្រាបចូលចិត្តថាធម្មជាតិរបស់ចិត្តគឺមានការត្រាច់ទៅដឹងរឿងរ៉ាវផ្សេងប៉ុន្តែគណៈពេលដែលយើងបានស្ដាប់ពធរបស់ព្រះសម្មាសម្ពុទ្ធក៏ងាយក្នុងការគ្រប់គ្រងចិត្តនៅក្នុងកុសលធម៌ដោយដែលញាតិញោមកំពុងតែស្ដាប់ព្រះធម៌ហ្នឹងកំពុងតែបញ្ជូនចិត្តទៅតាមក្រសែនៃព្រះធម៌ក៏ធ្វើឲ្យចិត្តសុខស្ងប់រីករាយជាមួយនឹងព្រះធម៌នឹងគឺប្រព្រឹត្តទៅជាបុណ្យកុសលដ៏ក្រៃលែងមែនទែនចឹងបានពុទ្ធបរិស័ទកាលពីសម័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅដូចជាមានសម្ដែងក្នុងបៃដកលេខ35នៅក្នុងអនិច្ចសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងតាក់ទងជាមួយនឹងភិក្ខុដែលចូលមកស្ដាប់ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងតាក់ទងជាមួយនឹងចក្ខុឈ្មោះថាជាការមិនទៀងរបស់ណាដែលមិនទៀងរបស់នឹងគឺជាទុក្ខរបស់ណាដែលជាទុក្ខគឺប្រព្រឹត្តទៅមិនមែនជារបស់មនុស្សសត្វនោះទេជាអនត្តាធម៌ភិក្ខុទាំងឡាយពេលដែលបានស្ដាប់ព្រះសម្មាសម្ពុទ្ធយ៉ាងដូចនេះក៏ចិត្តនោះបានរួចផុតស្រឡះចាកនៅអាសវៈធម៌ពើទីបំផុតនៃសេចក្តីទុក្ខខណៈពេលដែលបានស្ដាប់ព្រះអង្គសម្ដែងយ៉ាងដូចនេះចឹងដោយផ្ដើមថាធម៌ទាំងឡាយគឺមានការកើតមានការរលត់ទៅជាធម្មតាសព្វេសង្ខារាអនិច្ចាតិយតិបញ្ញាយបស្សតិអដ្ឋនិព្វន្តតិទុក្ខេអេសង្ឃកោវិសុទ្ធិយាខណៈពេលដែលភិក្ខុទាំងឡាយនឹងបានស្ដាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចឹងទៅក៏បញ្ជូនចិត្តទៅតាមក្រសែព្រះធម៌ហ្នឹងក៏ឃើញលក្ខណៈរបស់ធម៌ហ្នឹងវាមានសភាពនៃការប្រែប្រួលយ៉ាងដូចនេះឃើញថាព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតើចក្ខុទៀងឬក៏មិនទៀងណែ
แต่เมียนการเคยรูปnhiệt nhớ bên ban khơi nhưรูปcao bị trực mảnh và ban khơi còn tay đi được loạt bắt ốc từ hải khẩn nặng nâng bê nâng có cùng bung khơi nhưรูปđiệnรูปนี้có nâng trao được loạt tới chịch phong mặt đà bê để khơi khua nâng về miền ca ca được loạt miền ca prai prua tới group cẩn nặng giang được đấy lúc ai cứ một hàปัญญาcùng cùngประปักปัญญาcùng cùng nàyពេលដែលបញ្ញានឹងចម្រើនទៅជាហេតុលះបង់នៅសេចក្តីទុក្ខកង្វល់គ្រប់សពប្រការបានចឹងពិខុទាំងឡាយហ្នឹងបានឃើញយ៉ាងដូចនេះក៏មានចិត្តលឿនណាយឡើងចឹងចិត្តលឿនណាយរបស់ពិខុហ្នឹងឲ្យឈ្មោះថាជានិព្វទាញាណក៏ប្រកបទៅពីនៃការលឿនណាយទៅបែរថាជាការឃើញរូបល្អក៏ដោយឃើញរូបមិនល្អក៏ដោយក៏មានការប្រែប្រួលទៅជាធម្មតាអញ្ចឹងចឹងគណៈពេលដែលញាតិញោមកំពុងតែស្ដាប់អញ្ចឹងសង្កេតពិនិត្យពិចារណាមើលចិត្តរបស់ញាតិញោមទាំងអស់គ្នាហ្នឹងតើចិត្តហ្នឹងជាចិត្តអ្វីតើចិត្តហ្នឹងកំពុងតែដឹងអីចឹងគណៈពេលដែលដឹងគណៈពេលដែលគិតក៏ដឹងថាអូចិត្តនេះប្រកបថាវានឹងត្រូវប្រែប្រួលទៅនឹងត្រូវវិនិច្ឆ័យទៅជាធម្មតាសង្កេតពិនិត្យពិចារណារឿយបញ្ញាក៏ប្រកបកើតដែរឃើញលក្ខណៈនៃសេចក្តីទុក្ខនឹងឯងតាមសេចក្តីពិតធ្វើឲ្យចិត្តរបស់យើងនឹងគឺសុខស្ងប់ចិត្តរីករាយចិត្តរីករាយត្រង់គណៈពេលដែលបញ្ញានឹងឯងចម្រើនឡើងចឹងគណៈពេលដែលទាក់ទងជាមួយចិត្តដែលប្រព្រឹត្តទៅជាកុសលក្តីចិត្តដែលជាអកុសលក្តីក៏ជាយកទៅបីដឹងបានដូចគ្នាដូចជាចិត្តដែលជាអកុសលហ្នឹងគឺគណៈពេលដែលស្ដាប់ធัวហ្នឹងមានចិត្តរវើរវាយទេមានចិត្តត្រេះរិះទៅកាន់អារម្មណ៍ផ្សេងទេគឺប្រកបថាមានចិត្តត្រាច់ទៅកាន់អារម្មណ៍ផ្សេងរីករាយទៅរាយមាយទៅរឿងទាំងឡាយដែលវាបានប្រឡងគូហើយក៏មាននេះគឺជាធម្មជាតិរបស់ចិត្តគឺយ៉ាងដូចនេះដល់ពេលសង្កេតពិនិត្យពិចារណាថាអូចិត្តនឹងគឺចិត្តដែរបញ្ជាក់នៃសេចក្តីថាចិត្តនឹងគឺមិនមែនជាអំណាចរបស់យើងវាប្រែប្រួលអញ្ចឹងមែនវាលះទៅអញ្ចឹងមែនចឹងទៅអត់មានចិត្តបដិខៈណាស់អត់មានចិត្តទូមនោះជាមួយនឹងការរវើរវាយទាំងអស់នោះទេគណៈនឹងពេលហ្នឹងគឺឲ្យឈ្មោះថាជាចិត្តស្ងប់អញ្ចឹងពេលដែលចិត្តស្ងប់នេះឯងក៏ក៏បីពិចារណាបន្តទៅទៀតថាអូគណៈនឹងពេលហ្នឹងគឺចិត្តស្ងប់ដែរចឹងតួនៃចិត្តស្ងប់ដែលកំពុងកើតគណៈនឹងពេលហ្នឹងក៏ឃើញថាវានឹងត្រូវប្រែប្រួលទៅនឹងត្រូវវិនិច្ឆ័យទៅជាធម្មតាសង្កេតពិនិត្យពិចារណាទៅយើងចាប់ដើមឃើញសភាវៈធัวទាំងអស់ហ្នឹងក៏ចិត្តនឹងកាន់តែស្ងប់រងាប់ទៅជាពិសេសគឺលះបង់ចំណេះទាំងឡាយដែរតែងតែរួបរឹតចិត្តពីកាមឆន្ទៈក៏ជាធម្មជាតិដែរវារួបរឹតចិត្ត
chia ba tiện coi chỉ thọ mà chia đấy về ruộng được chật hay là mình tiện coi chỉ thọ mà chia đấy về ruộng được chật út thì chắc không thể chắc sập khiếp để ca rồi bơ rồi bía nom ở ca đương nào cả hai coi không hai thì ca ruộng được chật nâng ca song say rương rau xây nông ca chia tay tặng cái đấy na quân đấy coi chỉ thọ mà chia đấy để ruộng được chật chẳng cần nặng bế để dương ban sắp vua thả thom mà chiết nâng cư viên của Phật mẹ mình ai tiêm tia thả có mọi chất nâng ca lớn có một thai thì cao mình ai tiêm tia bàn đấy miên tại ca cũng nọt đấng miên tại ca đấng thua nó ai bàn chất là con cả đã tuần chạy của nhóm ruồi hót dần lắc ông pi ẩn tiết lên con là hạ bà chứ sạch thi rừng móm chỉ mùi đằng ca tra đăng rồi bọc ra sầm sàng phụt sạch thi thom mặt á ca na này mình tuân bị cha là na châu tọt nó sẽ chặt khua thế từ miền ca nhọp nhúa để ngày sạch thi nâng về hot tơ chỉ sạch thi đấy của printer chia tặng hai cả tặng ưu tiên sạch thi chưa từ lơ ca tra đăng rồi con tập khuôn chưa từ lơ ca tra đăng đạiព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងជឿទៅលើប្រគុណរបស់ព្រះអង្គហ្នឹងពីព្រោះបានដឹងធួនោះឯងឃើញធួនឹងឯងវាមានការកើតអនុត្តទៅជាធម្មតានេះញាណនឹងឯងគឺប្រកបឡើងច្បាស់ទៅឈ្មោះថាជាការបញ្ញប់យកទៀតទេអញ្ចឹងតាក់ទងជាមួយនឹងសេចក្តីល្អហើយគ្រប់សពការដែលយើងបានបំពេញធ្វើប្រចាំថ្ងៃហ្នឹងញាតិញោមទាំងអស់គ្នាបានសេពគុកបុគ្គលជាសប្បុរសដែលថ្ងៃសេពគុកបុគ្គលជាសប្បុរសជាហេតុនាំឲ្យបានស្ដាប់ធម៌របស់សប្បុរសកាលណាស្ដាប់ធម៌របស់សប្បុរសហើយក៏មានយោនិសោមនសិការៈដែលជាការធ្វើទុកក្នុងចិត្តហ្នឹងត្រឹមត្រូវតាមការពិតក៏ឈ្មោះថាជាការបប្រតិបត្តិតាមអ្វីដែលបានត្រេះរិះពិចារណានោះឯងនេះគឺជាខាងដើមដែលប្រព្រឹត្តទៅដើម្បីអីដើម្បីបានទៅជាព្រះអរិយបុគ្គលថ្នាក់សោតានោះឯងពេលណាដែលបានទៅជាព្រះអរិយបុគ្គលថ្នាក់សោតាហ្នឹងគុណពុទ្ធគុណពធัวមិនញាប់ញ័រក្នុងគុណពុទ្ធមិនញាប់ញ័រក្នុងគុណពធัวមិនញាប់ញ័រក្នុងគុណប្រសង្ឃហើយជាការធ្វើសិលនោះឯងបរិសុទ្ធយ៉ាងក្រៃលែងចឹងញាតិញោមយើងសង្កេតពិនិត្យពិចារណាថាតើរាល់ថ្ងៃហ្នឹងបានសេពគប់បុគ្គលជាសប្បុរសហើយឬនៅដែលថ្ងៃផ្ដើមពីខាងដើមថាតើបានសេពគប់បុគ្គលជាសប្បុរសហើយឬនៅនរណាដែលជាបុគ្គលដែលយើងគប្បីសេពគប់ស្ដាប់ពធัวបុគ្គលជាសប្បុរសនឹងឯងបានយល់ពីសច្ចធម៌បុគ្គលជាសប្បុរសបុគ្គលជាបណ្ឌិតកាលណាដែលយើងសេពគប់ជាការពិតណាថាបានស្ដាប់ពធនឹងរឿយចិត្តរបស់យើងនឹងគឺអត់ដវើរវាយចិត្តរបស់យើងអត់ប្រសេះរសោះនោះទេកាលណាដែលយើងសេពគប់បុគ្គលជាសប្បុរសវារីករាយក្នុងចិត្តរបស់យើងក្រៃលែងមែនតើសប្បុរសមិនដែលនិយាយរឿងរ៉ាវណាឥតប្រយោជន៍មកកាន់យើងទេញាតិញោមពេលណាយើងបានសេពគប់បុគ្គលជាសប្បុរសដូចជាការបានអ្វីគ្រប់សពបែបយ៉ាងនោះឯងវាជាគ្រឿងដាស់តឿនចិត្តរបស់យើងយ៉ាងក្រៃលែងមែនតើបុគ្គលជាសប្បុរសនេះឯងជាបុគ្គលដ៏សំខាន់គណៈនឹងពេលហ្នឹងញាតិញោមបានស្ដាប់
chẳngពេលដែលបានស្ដាប់នោះឯងពីព្រោះយើងបានសេពគប់បុគ្គលជាសប្បុរសអញ្ចឹងបានសេពគប់បុគ្គលជាសប្បុរសហើយបានស្ដាប់ពធហ្នឹងវាជួយសម្រួលដល់ផ្លូវចិត្តរបស់យើងញាតិញោមដែលគិតថាលំបាកចិត្តទេដែលមានធ្លាប់គិតថាលំបាកចិត្តទេធ្លាប់គិតហើយពេលលំបាកចិត្តនឹងបានអីត្រឡប់មកវិញហ្នឹងហើយបានយំត្រឡប់មកវិញតាហ្នឹងហើយចឹងលំបាកចិត្តកើតទុក្ខក្តៅកាហាយបើអត់បានសេពគប់បុគ្គលជាសប្បុរសទេតើមានពិធីសាសឯណាដើម្បីដោះស្រាយបញ្ហាទាំងអស់នឹងបានអត់បានទេចឹងមានតែការដេកត្រាំត្រែងត្រាំជាមួយនឹងសភាពនៃសេចក្តីទុក្ខហ្នឹងនៅក្នុងចិត្តជានិច្ចមានដឹងថាហេតុអីបានយើងកើតទុក្ខទេថាមកពីអត់ព្រមទទួលស្គាល់ថានោះគឺជាអីអត់ព្រមទទួលស្គាល់ទេតាមពិតធម្មជាតិនឹងវាត្រូវកើតអញ្ចឹងធัวដែលវាកើតពីហេតុកើតពីបច្ច័យនឹងវាត្រូវតែអញ្ចឹងហើយយើងទៅទៀមទាធัวកើតពីហេតុកើតពីបច្ច័យយ៉ាងម៉េចញាតិញោមទៀមទាណាសួរថាទៀមទាដើម្បីនរណាមិនទៀមទាដើម្បីខ្លួនឯងចុះបើឥឡូវនេះវាអត់មានខ្លួនផងញោមទៀមទាឲ្យនរណាទៀមទាឲ្យនរណាបើគណៈនឹងពេលហ្នឹងវាអត់មានខ្លួនផងហ្នឹងញាតិញោមរកខ្លួនឃើញទេរកឃើញទេចុះបើរកមិនឃើញមិនបង្ខំប្រឹងប្រែងរកម្លេះថាមកពីសតិបញ្ញានោះឯងមិនទាន់ចម្រើនមិនទាន់មានកម្លាំងចឹងដែលយើងបានស្ដាប់ព្រះអង្គសម្ដែងនេះធួននឹងវាមិនទៀងរបស់ណាដែលវាមិនទៀងរបស់នឹងគឺជាទុក្ខរបស់ណាដែលជាទុក្ខរបស់នឹងគឺជាអនត្តាជាអនត្តាធัวគេស្ដាប់ប៉ុណ្ណឹងគេសម្រេចមគ្គផលបាត់អញ្ចឹងណាភិក្ខុទាំងឡាយលោកស្ដាប់ប៉ុណ្ណឹងសម្រេចមគ្គផលបាត់ដល់ពេលយើងស្ដាប់ត្រូវកិលេសនឹងឯងអត់ឲ្យយើងទៅសម្រេចមគ្គផលបានទេពីព្រោះខណៈដែលស្ដាប់នឹងញាណដែលទៅពិចារណាធัวដែលបានស្ដាប់នឹងគឺអត់ទាន់ដល់ប្រហែលតែឆ្នោះត្រូវតែមានយោនិសោមនសិការៈនឹងឯងរឿយធ្វើទុកក្នុងចិត្តយ៉ាងណាឲ្យត្រូវរឿយអញ្ចឹងណាធ្វើទុកក្នុងចិត្តត្រូវយ៉ាងម៉េចដូចជាពេលដែលកង្វល់ខ្វល់ខ្វាយនៅក្នុងចិត្តច្រើនកង្វល់ខ្វល់ខ្វាយហ្នឹងយើងត្រូវសង្កេតពិនិត្យពិចារណាថាការកង្វល់ខ្វល់ខ្វាយទាំងអស់ហ្នឹងយើងអ្នកធ្វើឲ្យខ្វល់ឬក៏ធួនហ្នឹងវាត្រូវកើតឡើងណែថ្ងៃធួនហ្នឹងគឺវាត្រូវកើតឡើងដល់ពេលធួនហ្នឹងវាកើតឡើងប្រកាសថាធួនហ្នឹងក៏វាត្រូវលលាត់ទៅដែរមានធួនណាដែលកើតឡើងហើយវាមានលលាត់ទៅទេអត់មានទេចឹងពេលដែលដឹងធួននឹងឯងវាកើតឡើងហើយវាត្រូវលលាត់ទៅនេះគឺឈ្មោះថាជាយោនិសោមនសិការៈធ្វើទុកក្នុងចិត្តត្រូវបើធ្វើទុកក្នុងចិត្តខុសហើយញាតិញោមណាទុកកង្វល់កើតឡើងចឹងទៅបន្ទោសនរណា
បន្ទោសអ្នកដទៃមកពីគេហ្នឹងឯងធ្វើខ្ញុំលំបាកចិត្តមកពីអ្នកនេះមកពីអ្នកនោះហើយចុងក្រោយបន្ទោសប្រអាប់ខ្លួនឯងថាហេតុអីបានខ្ញុំនឹងវាអញ្ចឹងបានវាហេតុអីបានខ្ញុំវាបាក់ចិត្តអញ្ចឹងឃើញវាអត់មានយោនិសោមនសិការៈវិចារណាធัวនឹងឃើញអត់មានទេដល់ពេលវាអត់មានអញ្ចឹងតើឲ្យសេចក្តីសុខស្ងប់វាកើតឡើងយ៉ាងណាមិនអញ្ចឹងញាតិញោមមានសេចក្តីសុខស្ងប់កើតឡើងយ៉ាងម៉េចបើយើងទៀមទាតែធ្វើយ៉ាងណាឲ្យបានសេចក្តីសុខក្នុងចិត្តហ្នឹងបើយើងទៀមទារហូតបុគ្គលដែលមានយោនិសោមនសិការៈជាប្រកដីគឺមិនគិតយ៉ាងដូច្នោះទេគឺមានតែការដឹងថាទោះបីថាលំបាកចិត្តក៏ដោយទោះបីថាចិត្តប្រព្រឹត្តទៅជាទោសៈក៏ដោយដែលមានការបដិខៈខ្លាំងខ្លាក់ជាមួយការឃើញការលឺធំក្លិនដឹងរស់ដឹងផលតពៈនិងការនឹកគិតអីផ្សេងយ៉ាងណាក៏ដោយបានដឹងប្រកាសថាធัวនោះក៏វារលត់ទៅជាធម្មតាគ្មានអីដែលវាកើតឡើងទៀងទាត់នោះទេពិចារណាឲ្យឃើញថាធัวនោះវាអញ្ចឹងមែននឹងឯងដែលជាដំណើរឈានចូលទៅដល់អីដើម្បីសម្រេចមគ្គផលនេះជាខាងដើមដែលប្រព្រឹត្តទៅដើម្បីបានទៅជាព្រះអរិយៈគឺបដិបត្តិទៅឃើញអញ្ចឹងរហូតដល់ឃើញនាមរូបតាមសេចក្តីពិតនាមរូបបរិច្ឆេទញ្ញាណអញ្ចឹងទៅបច្ចយៈប្រកហញ្ញាណដឹងថានេះគឺជារូបនេះគឺជានាមដឹងច្បាស់អញ្ចឹងដល់ពេលដឹងច្បាស់អញ្ចឹងទៅបានដឹងថាកាលណាដែលមានរូបមាននាមហើយប្រកាសថាមានហេតុមានបច្ច័យនាំឲ្យកើតនាមរូបនឹងឯងគឺសភាពនៃចិត្តនោះវាកាន់តែក្រៃលែងទៅណាបើតាមនាមរូបតាមសេចក្តីពិតនោះគឺជីវិតអស់ខ្វល់អស់កង្វល់ឈប់ខ្វល់ខ្វាយទៀតអប់រំរឿយទៅចិត្តវាកាន់តែមានកម្លាំងទៅសតិបញ្ញាកាន់តែចម្រើនទៅបានសម្រេចមគ្គផលនេះផ្ដើមចេញមកពីណាផ្ដើមចេញមកអំពីការសេពគប់បុគ្គលជាសប្បុរសស្ដាប់ធัวបុគ្គលជាសប្បុរសមានយោនិសោមនសិការៈជាប្រកដីនិងបដិបត្តិនៅអ្វីដែលបានសិក្សានោះឯងចឹងទៅក៏បានសម្រេចទៅជាព្រះអរិយបុគ្គលឈ្មោះថាជាការបញ្ញប់ញោក្នុងគុណពុទ្ធបញ្ញប់ញោក្នុងគុណពធបញ្ញប់ញោក្នុងគុណប្រសង្ឃនិងសិលដ៏បរិសុទ្ធស្អាតគឺដំណើរនៃការបដិបត្តិធัวនឹងវាត្រូវទៅអញ្ចឹងអត់ឆ្ងាយទេតែនេះញោមមានក្តីសង្ឃឹមថាអត់ឆ្ងាយទេទីចិត្តនៃព្រះនិព្វាននៅត្រង់អីមិនប្រកាន់ភ្នែកតិចច្រមុះអណ្ដាតកាយចិត្តកាលណារកមិនឃើញថាលោទាំង6ហ្នឹងរកមិនឃើញថាជាយើងគណៈនឹងពេលនោះឯងឲ្យឈ្មោះថាជាទីចិត្តនៃព្រះនិព្វាននៅក្នុងសាលាយតនវគ្គសម្ដែងព្រះអង្គសម្ដែងពីធัวដែលជាទីចិត្តនៃព្រះនិព្វានហ្នឹងតែនេះឥឡូវរកយើងឃើញនៅតាមភ្នែកតិចច្រមុះអណ្ដាតកាយចិត្តរកយើងឃើញទេរកឃើញអត់អញ្ចឹងមិនមែនចិត្តនិព្វានតែឆ្ងាយណាស់យើងអង្គុយស្ដាប់ដែរអញ្ចឹងគិតតាមមេរៀនណាអត់តាន់បញ្ញាហ្នឹងដឹងធัวហ្នឹងទេគិតតាមមេរៀនចិត្តសឹកនេះប៉ុន្តែតាមពិតយើងនៅកាន់តែយើងស្ដាប់ធัวហ្នឹងហើយនៅតែយើងស្ដាប់ធัวដដែលអញ្ចឹងបើយើងចម្រើនរឿយញោមណាពេលទំនេរអីចឹងទៅសង្កេតលើពិចារណាធัวរឿយទៅណាតើណាដែលពិចារណាទៅយើងនឹងឃើញធัวនឹងវាកើតរលត់ហើយបើតើណាដែលពិចារណាធัวលឹកសិក្សាធัวអញ្ចឹងទៅពេលទុកកង្វល់អីកើតឡើងអញ្ចឹងអូធัวនឹងវាកើតឡើងតើសំខាន់រយញោមមិនឃើញក្នុងសេចក្តីទុកកង្វល់នឹងសុខបាត់មិនអញ្ចឹងញោមងាយអញ្ចឹងតាឃើញងាយទេងាយណាស់ធ្វើបានទេអត់នៅតែអត់ដដែល
ở đây nhóm chia diêm đó bảo rộp nơi xịt đây chia diêm rươi ná đừng bàn ơi bảo ấp chia diêm thế tăng thập bên nào thế ná là ngày chẳng đôi tham bị chia chẳng thà cả na dương sừng kê bên đây bị cha na từ miền vô thì xong đã sẽ ca ra chỉ pro cả đây chẳng á chỉ vật nó cứ sọc trong tha ọt bạc can đây ấy từng tụi bay tục cả lá có men dưỡng mình chẳng nhóm tụi bay sọc cả lá có viêm men dưỡng có miền dương từng này ngày ấy chỉ bỏ vào mặt đặt khóa đây chỉ thầm mà chiết cả pì hát cả pì bát chảy phản nắng ba này cột mình chẳng nhóm đó này ngày áp mô tình thì Nam mô Tây Ni một thal về sinh thành thua điệp trầm Eria bật tích cái này chỉ mình đọc chia bát thầm nhầm cả na sôm cả nhà trong phía sinh nạn đây bát thế ra cột cái chẳng bướm bảy bàn là cả châu rùm chỉ thò mấy cái tha nó không lìa cả ngày đi sôm namaskar trong buổiประชุมไปได้สิ่งใดครบนั่งได้สิ่งใดเชื่อทลามาสการtrong buổiลงจากครูครบองนะทั่วสิ่งใดรับอ่านจากbuổiลงในมนุษย์จำรานพอเราจากbuổiยึดโยมครบรู้นะปะนำมาอมปีตีเซ็งคเนจรานกลายปะថ្ងៃនេះចាត់ទុកថាជាថ្ងៃដែលមានញាតិញោមអង្គុយនៅពូទីព្រឹកច្រើនជាងគេចឹងហ៎តាំងពីកើតពូទីព្រឹកមួយថ្ងៃនេះច្រើនជាងគេហើយពិសាបូជាមក10វាបូជាមក10តិចហើយថ្ងៃនេះក៏ការពិតទៅឆ្នាំទៅប្រហែលជាបាក់ប្រហែលនេះឯងក៏ជាបុណ្យមួយដែរញាតិញោមណាបានមកបោះឆ្នាំទៅបុណ្យអីគេសំខាន់ជាងស្លាកកផតគឺបុណ្យប្រដេសឋានពោធិទីព្រឹកមួយឆ្នាំបងចាត់ទុកថាមួយឆ្នាំចាស់អញ្ចឹងគឺឃើញទៅក៏ជ្រះថ្លាបងសូធម៌មិញទៅក៏ឃើញដល់សេចក្តីល្អដែលបានធ្វើហើយណារតនាមកតាំងពីលង្កាហើយម្ចាស់គ្រូក៏បានចូលរួមក្នុងការបដិស្ថានញាតិញោមក៏ចូលរួមគ្នាទាំងអស់សប្បាយចិត្តណាបងហើយជូនបនញាតិញោមកាលណាគ្រប់អង្គបានចំណែកបនស្មើគ្នាបងហើយធម៌មិនដឹងសម្ដែងអីបើម្ចាស់គ្រូនាំញាតិញោមដល់ព្រះនិព្វានអស់អានេះញាតិញោមមែនទេបងធម៌ដែលម្ចាស់គ្រូសម្ដែងមិញបញ្ញត្តិញោមហៅថាជាអ្នកមានអន្ត្រីចាស់ខ្លាព្រះនិព្វានបងធម៌ដែលព្រះមានប្រភិព្រះអង្គទ្រង់ត្រាស់ឲ្យយើងយល់អំពីសភាពនៃធម៌ដែលប្រព្រឹត្តទៅជីវិតប្រចាំថ្ងៃរបស់យើងនឹងអត់មានអីឆ្ងាយពីព្រះធម៌ហ្នឹងទេសព្វេធម្មេអនត្តាបើយើងមិនឃើញថាធម៌ទាំងឡាយហ្នឹងវាជាអនត្តាទេគឺឈ្មោះថាឆ្ងាយហើយប៉ុន្តែកាលណាដែលយើងមានប្រក្រតីសម្លឹងពិនិត្យពិចារណាដោយអំណាចនៃយោនិសាមនសិការៈឃើញថាធម៌ទាំងឡាយវាមិនថិតថេរវាមិនទៀងទាត់កាលណាវាមិនទៀងទាត់វាមិនថិតថេរធម៌នោះគឺជាទុក្ខហើយបើវាមិនថិតថេរមិនទៀងទាត់វាជាទុក្ខអញ្ចឹងវាជាយើងឬមិនមែនយើងមិនមែនអត់ទេវាមិនមែនយើងទេតែខ្ញុំកណាគិតថាខ្ញុំកណាអានេះញាតិញោមចុកជើងទេបើចុកជើងអាត្មាចុកដែរចុកចកេះនឹងចឹងប៉ុន្តែយើងសភាពថាបើយើងជាអ្នកគ្រប់គ្រងព្រះអង្គទ្រង់សម្ដែងសភាពនៃធម៌ដែលយើងថាវាជាអនត្តាដែលអំណាចថាយើងនោះមិនអាចឲ្យវាប្រកទៅក្នុងអំណាចរបស់យើងបានយើងចង់ឲ្យឈឺទេអត់ចង់ឲ្យឈឺទេតែវាឈឺយើងចង់ឲ្យវាចុកជើងចុកដៃទេអត់ទេប៉ុន្តែអាសភាពនៃការចុកដៃចុកជើងទាំងអស់ហ្នឹងជាវេទនាមែនទេទុក្ខវេទនា
tại tôi có về thì đang prai pro đấy nhiệt nhôm sừng kê mơ về thì để cao lang á bảo cứ bị cao lốt đong chư khlang đong chư tích đong chư ní đong chư nu bạn này vì ăn bạc cọt này tại số tại sập hiệp này cao mà đo nó vì nè na để cao vì chỉ chặt đuông ná bảo chặt đuông nát tại đăng túc của bên thì đang chặt đuông nà có sao vì bá cài dạ vén nhìn đây cầm nát đây vì tôi đang là ram phát thập vẽ đây chi anh nó thà ram tôi là ram đây chỉ tục cùi cục giang ấy để bắt thành nhiệt nhôm cha nó có sao tay pro tới đầm bấy chừng ngư ấy pro tới đầm bấy chia ri ắt mi để nam mua pro tới đầm bấy hiệp vây khmer như thế chân bây giờ man xếp cục sập đó đôi lùm cha kêu bàn lực làng chân xếp cục sập đó nè nam mũi đây sẵn đây thố nom dương ở khơi thả thò tầng lại nước bia mình tiền thò tầng lại nước vi chỉ tục thò tầng lại nước vi chỉ anata nhiệt nhôm đây bị cha ra na đấy hay nhiệt nhôm đây đập ông pi thò mà thức na đây sẵn đây chân tích ông pi sạ pra mà cha ray na cướp cái này nhiệt nhôm men đó thò mà thức đấy sạ pra mà cha ray bột bò sạt phong cái này đây lược thò nó mà như vậy á cụ ở con kì đãตื่นสมาร์ได้ถ่ะở dương khơi thả nó với chỉ tục men đó bảoผู้สพีบในทว่านั่งเวียมันเงยการลังไอที่แบบคว้ากาใส่กุ๊บคว้ากาซอนเตะนี่นิยมเรียนเจ้าปนาก็ได้ปันแบบอัดเพื่อตกลงจัดได้ใบในปลายเนี้ยดาบในนิยมในซามันสการะนั่งเตะพลิกนิยมมันพลิกใช่ปะพลิกเป็นนี่นิยมสับทวมจากครูสับทวมมันยี่ยมปีเรื่องสพีบในอัตพีบนั่งได้เบียบปรตื้อมันนึกหน่อยนายบ่ยังจังเตะประสายในปฐานนั่นคือเคยทาวีมันเตียงแมนไปจารณาเคยทาวีมันเตียงแมนมาดองชื้อมาดองศพมาเนี่ยมาดองตุกมาดองศพมาดองสบายมาดองก้าวตุกเตียงสะเพียบค้างขนมเตียงสะเพียบค้างกลายจังการอะไรยืงอัดบานสำลังปินึกดามนัดนิยมในสามในสการะนั่งเต้คือแบบอัดมีเคยแต่ทอดต่างหลายในวิ่งจังแมนนะเคยแต่ยืงขังยืงขังขังชนะเก๋ปากไก่ชนะเก๋สบายจัดแม่เนี่ยnhóc thao ơi kêu phông chân tới cái khá thì anh còn ba mẹ nói nhóc nên chẳng sập hiệp này chất nó khơi nhỉ vía bị chất mà ở dương sống qua ha nó bị chỉ ấy thế ở sống qua là dương nó còn ba nên tới cả miền nè tập thể miền nè làng mà bà to tiền chẳng sập hiệp này thò nó cứ bị cả làng bà to kia ca này để dương ở miền vô này sao mà nó đã cho rồi cặp đai thả nó bị chỉ ấy và nhiệt nhôm để ban sắc xa riêng sâu và thô ấy tràn san thành địa tràn nó nhìn nhóc về đại ạ của sao cả làng tu xạ cả làng ria kẹ cả làng ấy chẳng tới nhiệt nhôm mình smart đầy lươn đấy lươn pro ấy pro dự ban sắc xa bán san thành địa cái này con bảo về đại dương mình đại ban đáp xó dương mình ban san thành địa xó dương mình ban riêng xó dương tự đăng tới thả năng vi chỉ tục ở vi chỉ tu xạ vi chỉ ạ của xó đây mình đã tới quam tró vì được mà lực mà mình chẳng khăn vào đấy thả ấy vào đấy chèn vào đấy còn bà khăn cốn thả ấy cốn sau đây ấy cốn rồi đường cốn bát con bà mà đấy anh con bà chẳng sập hiệp này chắc chẳng ao của sao ra vào ao của sao đây để nơi không luôn bao nhiêu và admin tên na sập hiệp này chắc nó cả na về ca lang ấy việc đột cầm đại luôn còn ai chẳng bàn miền sầm nô nhôm xạ xô bình sao mình sập thi đây bà cô lại mình sập thi hái tao vừa chẳng mấy tới ôi sập thi nó mình sập hiệp chặt là chừng mình nhìn nhớ mình sập thi đấy mình sập thi năng đây sập thi đôi khi này á đây chặt là nữa thế chẳng sập hiệp này sập thi ở chặt là nó to đấy sắc xa đập chiều xét cứ san tận đi ấy nhiều đây chỉ phải son giống á bó và son chân chụp sạ pramacha đây đây là o lục cùng nơi chữ mùi khi đi lục sắc xa riêng số bạn đã bắt cam than sao mà thạ cam than rồi cơ bị pasana cam than chậm ra mà đây rơi riết chụp kia tới
សบายចិត្តរីករាយក្នុងពធពេលនោះគឺកុសលកើតឡើងសទ្ធាជ្រះថ្លាបើពេលដែលជួបសក្ប្រមចារីដែលល្អត្រូវអធិស្ឋានហើយសិក្សាផងបដិបត្តិផងរឿយគឺជីវិតក៏ហ៊ានលះបង់ដែរដើម្បីសាសនាហ្នឹងអាហ្នឹងស្អីគេបងសទ្ធាកើតឡើងចុះសទ្ធាកើតឡើងព្រោះអីព្រោះតែអីខ្ញុំព្រោះអីមិញព្រោះអីគេបងព្រោះតែជួបសក្ប្រមចារីដែលល្អសប្បុរសនឹងឯងមែនទេប៉ុន្តែយើងនៅម្នាក់ឯងអញ្ចឹងទៅចិត្តនឹងវានៅមូលជាមួយនឹងកុសលសុទ្ធទេអត់ទេពេលដែលស្ដាប់ធម៌នេះស្ដាប់ធម៌ញាតិញោមស្ដាប់ធម៌ឃើញគ្នាច្រើនអីចឹងទៅអារម្មណ៍មូលមែនទេគេស្ដាប់ដូចជាអត់សូវរវើករវាបប៉ុន្តែពេលស្ដាប់ម្នាក់ឯងបងណាស្ដាប់ម្នាក់ឯងនៅផ្ទះស្ដាប់តាមប៉ុស្តិ៍វិទ្យុអីបាននឹងនួនចឹងហ៎អរេរវើរវាយចឹងពេលដែលសក្ប្រមចារីអ្នកដែលប្រព្រឹត្តល្អនៅជុំវិញយើងអញ្ចឹងគឺធ្វើឲ្យយើងនឹងមានហើយអារម្មណ៍កក់ក្ដៅមានចិត្តកក់ក្ដៅមានអ្នកដតីនឹងមកជាអារម្មណ៍អញ្ចឹងហើយក៏ព្យាយាមបដិបត្តិឲ្យល្អអញ្ចឹងមិនសម័យពុទ្ធកាលញាតិញោមសម័យពុទ្ធកាលភិក្ខុសង្ឃហ្នឹងគឺលោកធ្វើខុសអីមួយព្រះមានភាពព្រះអង្គទ្រង់ត្រាស់សួរថាពិតឬមិនពិតលោកឆ្លើយថាម៉េចបងថាពិតព្រោះអីគេព្រោះព្រះអង្គទ្រង់ដឹងហើយព្រះអង្គសួរហ្នឹងគឺសួរដើម្បីប្រគ្រប់កិច្ចប៉ុណ្ណឹងឯងហើយសម័យហ្នឹងណាពេលដែលមនុស្សជាអ្នកមានគុណធម៌ច្រើនមានអភិញ្ញាមានអីដឹងចិត្តច្រើនអញ្ចឹងមនុស្សហ្នឹងគឺព្យាយាមប្រឹងប្រែងធ្វើល្អមែនទេញោមគេដឹងចិត្តដឹងអីអញ្ចឹងព្យាយាមធ្វើល្អព្យាយាមបដិបត្តិល្អប៉ុន្តែសម័យឥឡូវបងចិត្តផ្សេងមាត់ផ្សេងណាមាត់ពលផ្សេងការប្រព្រឹត្តបរិបត្តិហ្នឹងផ្សេងអត់ដូចគ្នាទេព្រោះអីព្រោះពេលខ្លះទៅអាសភាពនៃចិត្តហ្នឹងវាអត់មានសភាពខ្លាចរអាចឹងសភាពខ្លាចរអាយើងមិនបាច់ចាំអ្នកណាមកដាស់តឿនយើងគឺមានយើងត្រូវតែមានហិរិខាងក្នុងហ្នឹងឯងខ្លួនឯងធ្វើមិនបានហិរិអោតបៈហ្នឹងវាកើតឡើងខាងក្នុងខ្លួនឯងធ្វើមិនហ្នឹងឲ្យសទ្ធានៅវាកាន់តែចាស់ខ្លាគឺពិចារណាបងពិចារណានៅសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងបាទទុក្ខក្នុងវត្តដាក់ដែលយើងធ្លាប់ឆ្លងកាត់ដែលព្រះមេត្តាភាពព្រះអង្គទ្រង់ត្រាស់សម្ដែងហើយមិនបាច់ថាជាតិណាជាតិណីទេញាតិញោមរស់នៅជីវិតប្រចាំថ្ងៃហ្នឹងណាសុខនឹងទុក្ខមួយណាច្រើនជាងបាទទុក្ខច្រើនជាងទុក្ខទាំងផ្លូវកាយទុក្ខទាំងផ្លូវចិត្តទុក្ខផ្លូវកាយគឺជាអ្វីបាទគឺជាអកុសលវិបាកវាឲ្យផលទៀតទេអត់ទេជាផលរបស់អកុសលដែលយើងបានធ្វើឲ្យមកពីមុនប៉ុន្តែទុកផ្លូវចិត្តបងជាអីគេបងទុកផ្លូវចិត្តជាអីគេជាកុសលឬអកុសលជាអកុសលហ្នឹងវាបន្តឲ្យមានផលទៀតទេមានផលបន្តទៅទៀតជាអាសភាពនៃយើងកំណត់ដឹងនៅសេចក្តីទុក្ខដែលវាអាស្រ័យគ្នានឹងគ្នាបងពេលដែលយើងមានសភាពទុក្ខយើងត្រូវដឹងថាអាហ្នឹងកើតមកពីណាសេចក្តីទុក្ខដែលយើងទទួលនៅក្នុងពេលបច្ចុប្បន្ននេះគឺយើងបានមកពីណាបានមកពីអកុសលវិបាកអកុសលអំពីអតីតអញ្ចឹងបើយើងសាងនៅសេចក្តីទុក្ខនៅក្នុងពេលនេះទៀតនេះទៅមុខហ្នឹងគឺអីបងទទួលបានអីទទួលបាននៅទុក្ខជីវិតរបស់សត្វលោកហ្នឹងកាលណាដែលមិនចូលទៅដល់សច្ចធម៌ទេគឺសេចក្តីទុក្ខហ្នឹងតាមរឿយដូច្នេះហើយយើងត្រូវតែពិចារណាឲ្យឃើញថាជីវិតហ្នឹងវាជាទុក្ខមែនណាបងវត្តដាក់ហ្នឹងវាជាទុក្ខមែនណាទើបព្យាយាមក្នុងការរត់ចេញបើយើងមិនបានឃើញថាវត្តដាក់ហ្នឹងវាជាទុក្ខមែនទេមិនឃើញថាភពហ្នឹងវាជាទុក្ខមែនទេអត់មានចង់រត់ចេញទេយើងនៅក្នុងក្រុងក្នុងអីចឹងញាតិញោមក្នុងក្រុងឬកន្លែងណាដែលខ្លួនឯងពេញចិត្តសប្បាយរីករាយមានសម្បូរទេសភាពក៏ស្អាតផ្ទះលំនៅនឹងក៏ស្អាតមានម៉ាស៊ីនត្រជាក់មានអីបរិស្ថាននឹងល្អញាតិញោមសប្បាយចិត្តទេសប្បាយនឹងរស់នៅទេបងសប្បាយរស់នៅអត់សប្បាយអត់ចង់ចេញទេមែនទេនៅគេថាទិញមួយខ្នងពីរខ្នងទៀតឲ្យកូនណាតទៀតមែនអត់មានតែទិញថែមមានតែធ្វើមិនឲ្យវាកាន់តែល្អជាងហ្នឹងហេតុអ្វីបានយើងមិនចង់ចេញព្រោះឃើញថាល្អព្រោះឃើញថាសប្បាយមែនទេប៉ុន្តែបើត្រង់ទីហ្នឹង
ដោយបច្ចុប្បន្ននេះញាតិញោមបើដឹងតែទីហ្នឹងកំពុងតែមានភ័យក្របមកឥឡូវហើយយើងចង់នៅទេអត់ចង់នៅព្រោះអីព្រោះឃើញថាត្រង់ហ្នឹងវាជាទុកមែនណាឃើញត្រង់ហ្នឹងគឺជាកន្លែងដែលប្រកបដោយភ័យអញ្ចឹងយើងនឹងព្យាយាមក្នុងការរត់ចេញអញ្ចឹងដូចគ្នាបើក្នុងសង្សារវដ្តហ្នឹងគឺដូចគ្នាបើយើងឃើញថាវត្តដាក់នេះវាជាទីត្រេកអរមែនទេជាទីត្រេកត្រអាលឃើញគ្រប់យ៉ាងហ្នឹងគឺជាទីពេញចិត្តណាពេញចិត្តរីករាយក្នុងវត្តដាក់ហ្នឹងយើងគួរចេញហ៎ត្រេកអរក្នុងការចេញហ៎អត់ទេប៉ុន្តែបើយើងឃើញថាវត្តដាក់ហ្នឹងវាជាភ័យណាភូមិទេភូមិកៈធម៌ហ្នឹងវាជាភ័យអញ្ចឹងតែយើងគួររត់ចេញហ៎គួររត់ចេញញញោមឃើញអីឡើយឃើញថាវាជាភ័យឬឃើញថាវាជាសុខសុខខ្លះភ័យខ្លះតែនៅភ័យតិចជាងសុខហ្នឹងញោមមែនទេពេលណាដែលយើងមានស្មារតីពិចារណាឃើញវាថាភ័យគួរឲ្យខ្លាចប៉ុន្តែពេលណាអត់ស្មារតីគឺវាជាសុខប្រកាន់ដល់អំណាចនៃទិដ្ឋិមានអ្នកប្រកាន់ខ្លួនឯងអីចឹងទៅអញ្ចឹងសំខាន់ញាតិញោមគឺពិចារណារឿយយោនិសាមនសិការៈហ្នឹងបើព្យាយាមក្នុងការចម្រើនសតិប្បដ្ឋានក៏ដោយព្យាយាមក្នុងការស្ដាប់ពធក៏ដោយគឺយោនិសាមនសិការៈហ្នឹងគឺមិនអាចចោលបានទេបើចោលយោនិសាមនសិការៈហើយគឺមិនអាចទប់លំនឹងខ្លួនឯងបានទេវាជាខាងដើមហ៎បើវាជាខាងដើមនៃសតិប្បដ្ឋានដែរវាជាបុព្វភិនៃសតិប្បដ្ឋានដែរបើយើងអត់មានសតិទេអត់មានយោនិសាមនសិការៈទេសតិប្បដ្ឋានហ្នឹងក៏មិនកើតដែរពេលដែលសតិប្បដ្ឋានកើតឡើងញាតិញោមនឹងច្បាស់ខ្លួនឯងចឹងហ៎ញោមរាល់ថ្ងៃញាតិញោមពេលអកុសលកើតឡើងដឹងថាអកុសលកើតឡើងដឹងអត់ដឹងប្រហែលម៉ោងមិនដឹងប្រហែលម៉ោងមិនដឹងញោមជួនកាលហ្នឹងខឹងប្តីកន្លះមួយថ្ងៃប៉ុន្តែសតិប្បដ្ឋានកើតឡើងមានសតិកើតឡើងព្រោះអត់អាចកើតឡើងយូរទេសភាពនៃចិត្តហ្នឹងគឺសតិកើតឡើងគឺដឹងភ្លាមហើយអត់បាក់ពិចារណាទេញាតិញោមពេលដែលរៀនធម៌ហើយទោសៈកើតឡើងតែគិតថាអញរៀនធម៌ច្រើនហើយអញទៅវត្តប្តីឲ្យទៅវត្តបើអញមកខឹងប្តីទៀតមិនសមអញ្ចឹងក៏ព្យាយាមអត់សង្កត់អទោសៈហ្នឹងមែនទេញោមមែនអត់មែនប៉ុន្តែសតិប្បដ្ឋានកើតឡើងអត់មានពិចារណាអញ្ចឹងទេណាបើគឺឃើញច្បាស់ដឹងច្បាស់ថានឹងជាអកុសលដោយមិនបាច់ពិចារណាទៀតអញ្ចឹងហ៎បើអញ្ចឹងញាតិញោមមានអីក្រៅអំពីការស្ដាប់ខ្សែបគប់ដូចម្ចាស់គ្រូលើកឡើងអញ្ចឹងខ្សែបគប់នៅសពរោះស្ដាប់សន្តានាពិចារណារឿយជាពិសេសគឺយោនិសាមនសិការៈនឹងញាតិញោមមិនអាចចោលបានទេកាលណាដែលញាតិញោមចោលយោនិសាមនសិការៈអីឆ្ងាយធរហើយបងឆ្ងាយធរហើយមែនទេបងហ្នឹងហើយអញ្ចឹងណាចូលរួមប្រហែលជាទិញតួចទេប្រហែលនាទីញោមមែនទេបងអញ្ចឹងជាបន្តសូមប្រគិនចាស់គ្រូឲ្យបុណ្យកុសលគ្រប់យ៉ាងដែលបានពេញហើយថ្ងៃនេះបងរៀបចំនៅជាមួយនឹងព្រះសង្ឃនៅវត្តអាងភ្នំតាក្រៀមគ្រប់ព្រះអង្គរៀបចំហ្នឹងរៀបចំដើម្បីការសេចក្តីជ្រះថ្លាហើយយើងបានធ្វើជារៀងរាល់ឆ្នាំប្រហែលឆ្នាំមកហើយសប្បាយចិត្តបងមកថ្ងៃនេះសប្បាយចិត្តឃើញពូទៅព្រឹកផងឃើញញាតិញោមផងសប្បាយចិត្តរីករាយក្នុងការបំពេញកុសលនឹងរួមគ្នាបងថ្ងៃណាមួយយើងនឹងមកឆ្លងពូទៅព្រឹកនៅរួមគ្នាទៀតបងអនុមោទនាហើយមានការខ្វះខាតជាចាស់គ្រូបន្ថែមទៀតណានេះទៀតកណាចង់សួរដូចញាតិញោមស្ដាប់ធัวដូចអត់រើញោមហ្នឹងហើយស្ដាប់ធัวប្រោះទៅអត់រើពេលស្ដាប់ចង់និយាយថាចឹងញោមពេលស្ដាប់ធัวទៅវាប្រោះធัวទៅវាចេះតែចង់ស្ដាប់ទៀតណាញោមហ្នឹងហើយចឹងដោយសារសូមឲ្យបន្ថែម15នាទីទៀតញោមហ្នឹងហើយចឹងពេលវេលាហ្នឹងដើរលឿនបើពេលវេលាហ្នឹងលឿនមែនតែនបាទ
ដោយសារចិត្តកាលណាដែលវាស្ថិតនៅក្នុងកុសលហ្នឹងគឺពេលវេលាលឿនណាបាទប៉ុន្តែបើចិត្តខឹងហ្នឹងគឺពេលវេលាយូរណាស់អញ្ចឹងញោមហ្នឹងហើយពេលដែលកើតទុកក្តៅកាហាយអីចឹងទៅឬក៏ចិត្តហ្នឹងវាលំបាកហ្នឹងពេលគេងឲ្យដូចជាក្រព្រឹកដល់ញោមហ្នឹងហើយពេលណាយើងសម្រាលក់ស្រួលអីចឹងទៅព្រឹកបាត់ហ្នឹងឯងភ្លឺបាត់ចឹងដោយដែលកាលណាបងគ្រូបានលើកអញ្ចឹងថាធម្មជាតិរបស់ចិត្តហ្នឹងវាមានការប្រែប្រួលទៅលឿនណាបាទហើយជាពិសេសញោមស្អប់ធម្មជាតិអីជាប្រក្តីនឹងស្អប់ធម្មជាតិអីគឺស្អប់ធម្មជាតិដែលវានាំឲ្យចិត្តវាក្តៅគឺស្អប់ទោសៈប៉ុន្តែយើងអត់បានដឹងថាទោសៈនឹងវាកើតពីហេតុកើតពីបច្ច័យរបស់វាទេចឹងកាលណាយើងចូលទៅដល់ហេតុផលចូលទៅដល់ហេតុបច្ច័យរបស់ធម៌ហ្នឹងសភាពនៃចិត្តហ្នឹងគឺព្រមទទួលស្គាល់ចឹងកាលណាដែលព្រមទទួលស្គាល់គណៈនឹងពេលហ្នឹងគឺឈ្មោះថាសេចក្តីសុខក៏រមែងចម្រើនកើតឡើងចឹងកាលណាដែលអត់មានសតិអត់មានបញ្ញាប្រកាសថាគឺទៀមទាត្រូវការសេចក្តីសុខស្ងប់នឹងកើតឡើងចឹងបាទចឹងយើងធ្វើយ៉ាងណាកុំឲ្យលំអៀងចូលធัวដែលតកតងជាមួយនឹងថាគណៈពេលដែលចិត្តនឹងវាខ្វាយខ្វល់លំអៀងហ្នឹងគឺត្រង់ថាគណៈនឹងពេលហ្នឹងគឺអត់ត្រូវការចិត្តនឹងទេត្រូវការអីត្រូវការធម្មជាតិដែលសេចក្តីសុខស្ងប់នឹងឯងកើតឡើងហើយធម្មជាតិសេចក្តីសុខស្ងប់នោះវាកើតទេគណៈនឹងពេលហ្នឹងមានទេអត់មានទេចឹងបើយើងទៀមទាហ្នឹងទៀមទារបស់ដែលអត់ឬក៏ទៀមទារបស់ដែលមានគឺទៀមទារបស់ដែលអត់នឹងត្រឹមត្រូវចឹងកាលណាដែលយើងមិនទៀមទារបស់ដែលអត់ស្រាប់តែយើងមកដឹងថាគណៈនឹងពេលហ្នឹងគឺមានអីគឺមានចិត្តកំពុងតែក្តៅកាហាយមានចិត្តកំពុងតែបដិខៈថ្នាំងថ្នាក់នោះឯងចឹងណាគឺសភាពនៃចិត្តហ្នឹងក៏វាសុខស្ងប់ពេលនោះដែរតាមពិតទៅពិចារណាឲ្យឃើញទៅប្រភពដែលជាហេតុនាំមកនូវសេចក្តីសុខស្ងប់ក្នុងចិត្តអត់លំបាកទេតើនេះញោមនិយាយហ្នឹងគឺមិនមែននិយាយថាហាមិនមានលំបាកមិនលោកម្ចាស់បើរាល់ថ្ងៃឃើញទៅទុករហូតចឹងមិនបាននិយាយថាមិនលំបាកគឺចង់សំដៅលើគណៈដែលសតិបញ្ញានោះឯងកើតឡើងឥឡូវសំណួរសួរថាធ្វើយ៉ាងម៉េចដើម្បីឲ្យសតិបញ្ញានោះកើតត្រូវធ្វើម៉េចគឺទល់តែមានការស្ដាប់ធัวនឹងរឿយមានយោនិសោមនសិការៈនឹងរឿយសតិបញ្ញាកាន់តែចម្រើនកើតឡើងញាតិញោមដែលធ្លាប់គិតទេថាចុះមិនបានខ្ញុំឮរឿងហ្នឹងវាទៅជាអត់បានយកចិត្តទុកដាក់ជាមួយរឿងហ្នឹងតាមពិតរឿងវានាំឲ្យខ្វល់ខ្វាយសោះប៉ុន្តែអត់យកចិត្តទុកដាក់មានដឹងថាមានសង្កេតដឹងថាមិនបានចិត្តវាទៅអញ្ចឹងតាមពិតចិត្តមានកម្មដ្ឋានគឺអញ្ចឹងតើនេះញោមកាលណាដែលចិត្តមានកម្មដ្ឋានណាទោះបីថារឿងនោះវានាំឲ្យកើតរឿងក្តៅកាហាយមកដេចម្ដាយយ៉ាងណាក៏ដោយប៉ុន្តែយើងនៅតែគ្រប់គ្រងបាននៅតែអាចពិចារណាធัวនឹងបាននឹងគឺបណ្ដេសេចក្តីថាសភាពនៃការគ្រប់គ្រងចិត្តរបស់យើងកាន់តែមានកម្រិតទៅ
តែនេះណាហ្នឹងហើយដោយសាររឿងរ៉ាវនោះវាកើតឡើងតាមទ្វាទាំង6ហ្នឹងឯងទ្វាទាំង6ទ្វាអីយើងយកមើលទ្វា6ទ្វាអីភ្នែកតិចច្រមុះអណ្ដាតកាយចិត្តហើយទ្វានៅឯណាទ្វានៅណាទ្វាហ្នឹងទ្វាហ្នឹងវានៅនឹងឥឡូវភ្នែកជាទ្វាទេទ្វាហើយរាល់ថ្ងៃហ្នឹងការទុកក្តៅកាហាយជាមួយនឹងការឃើញហ្នឹងច្រើនប៉ុណ្ណាច្រើនណាស់ចុះបើយើងដឹងថាហ្នឹងគឺជាទីនាំមកកណ្ដាស់ពេលដែលការឃើញអីហ្នឹងក៏ដឹងថាអូភ្នែកហ្នឹងវាកិច្ចទូនាទីរបស់ភ្នែកវាត្រូវតែឃើញអញ្ចឹងឯងខ្ញុំទៅហាមរឿងកុំឲ្យឃើញមិនហាមបានទេអត់ទេទោះបីតែឃើញរឿងល្អក៏ដោយរឿងមិនល្អក៏ដោយក៏នៅតែជាសភាវៈធម៌ដដែលអត់មានអីដែលយើងគិតថាអូបើឃើញរឿងអត់ល្អអញ្ចឹងខ្ញុំដូចជាពិបាកចិត្តមិនអញ្ចឹងទេសំខាន់កណ្ដាស់នឹងពេលនេះយើងអាចគ្រប់គ្រងបានអញ្ចឹងសង្កេតពិនិត្យពិចារណាទៅយើងមានកម្មដ្ឋានគណៈនឹងពេលហ្នឹងមានកម្មដ្ឋានគ្រប់គ្រងតាមទ្វាទាំង6ហ្នឹងទោះបីចិត្តអីកើតឡើងក៏អត់មានត្រូវមកក្តៅកាហាយខ្វាយខ្វល់អីមិនចឹងហ៎ឃើញទេគឺបដិបត្តិយ៉ាងសាមញ្ញធម្មតាជីវិតយ៉ាងសាមញ្ញធម្មតាញាតិញោមបដិបត្តិបានរលឹកដឹងបានសង្កេតបាននឹងគឺចិត្តលែងខ្វល់ទៀតឯងឃើញស្រួលណានិយាយទៅស្រួលខ្ញុំស្ដាប់មើលទៅស្រួលទេចុះពេលធ្វើចុះបើខ្ញុំអ្នកធ្វើបាក់ចឹងឯងមិនចឹងហ៎ញាតិញោមកាលណាគុំចាស់អ្នកធ្វើបាក់ចឹងឯងចុះបើយើងដឹងថាមិនមែនជាយើងនោះទេតើនរណាអ្នកលំបាកទៀតត្រូវគិតថាបើយើងអ្នកធ្វើលំបាកហើយប៉ុន្តែបើធម្មៈដឹងសភាវៈធម៌តាមសេចក្តីពិតអត់មានរឿងអីត្រូវលំបាកទៀតទេឡើយខ្ញុំរកខ្លួនឲ្យឃើញថាតើយើងអ្នកធ្វើឬក៏កិច្ចរបស់សភាវៈធម៌ត្រូវរកឲ្យឃើញហ្នឹងហើយកាលណាពិចារណាទៅឃើញតែខ្ញុំអ្នកធ្វើរហូតខ្ញុំអ្នកលំបាករហូតតើសតិបញ្ញានឹងកើតឡើងយ៉ាងដូចម្ដេចឡើយខ្ញុំរកឲ្យឃើញថាតើមានខ្លួនទេគណៈនឹងពេលហ្នឹងមានសត្វបុគ្គលទេគណៈនឹងពេលហ្នឹងឬក៏មានតែសភាវៈធម៌មានតែធម្មៈដែលវាប្រកបកើតឡើងមានតែធម៌ទេកើតឡើងកាលណារកខ្លួនមិនឃើញនោះឯងគឺអត់មានញាតិញោមអ្នកបប្រតិបត្តិធម៌ទៀតទេមានតែសភាវៈធម៌ដែរកើតអន្លត់ទៅប៉ុណ្ណឹងចឹងណាចឹងបានញាតិញោមមើលតាក់ទងជាមួយនឹងពីរយៈដែលបានស្ដាប់ថាទិដ្ឋេទិដ្ឋមត្តាំងវិសុទ្ធិចឹងណាភ្នែកត្រឹមតែជាការឃើញនៅត្រង់កន្លែងហ្នឹងឃើញទេគឺលោកបិទអត់ឲ្យបាបកិលេសនឹងឯងគឺកើតនៅក្នុងជីវ័នដោយសារភ្នែកត្រឹមតែជាការឃើញប៉ុណ្ណឹងនេះចង់បញ្ជាក់នៃសេចក្តីថាកាលណាដែលមានកម្មដ្ឋាននេះដែលដឹងធัวនឹងរឿយនេះអត់ឃើញជាសត្វជាបុគ្គលណានោះទេឃើញតែបរមត្ថធัวប្រកបនឹងអតតោថ្វាំងពាយៈនទេអត់មានទូពាយៈណាឃើញទេឃើញទេខ្ញុំមើលពិចារណាមើលទៅឃើញទេឃើញព្រះអាយៈបុគ្គលស្ដាប់ធัวអញ្ចឹងសម្រាប់មគ្គផលដោយសាររកខ្លួនលោកអត់ឃើញខណៈនឹងពេលហ្នឹងមានតែសភាវៈធัวធ្វើកិច្ចប៉ុណ្ណឹងចឹងហ្នឹងញោមឥឡូវញាតិញោមសង្កេតមើលពិចារណាទៅថាយើងអ្នកឃើញឬក៏ទូនៃចក្ខុវិញ្ញាណអ្នកឃើញចក្ខុវិញ្ញាណអ្នកឃើញអញ្ចឹងទៅយើងគិតថាអូតើឈ្មោះថាជាការលំបាកក្នុងការបដិបត្តិឬចម្លើយឆ្លើយថាគណៈនៃការមានសតិគឺអត់លំបាកទេបើមិនមានសតិគឺខ្ញុំអ្នកបដិបត្តិនោះឯងគឺអត់ចូលទៅដល់សច្ចធម៌បានទេអញ្ចឹងគ្រប់15នាទីហើយប៉ុណ្ណឹងចាស់ណាហ្នឹងហើយខ្វះ1នាទីខ្វះ1នាទីទៀតខ្វះ1នាទីខ្វះ1នាទីបាទអាត្មាបាទ
តែថ្មគិតថាគ្រប់តែនៅតែខ្វះ1នាទីទៀតតខ្វះមួយមែនហ្នឹងហើយអត់អីទេញោមហ្នឹងហើយថ្មសំដែងដឹងថាប្រហែលនាទីដឹងថាអូនៅខ្វះប្រហែលនាទីប៉ណ្ណោះតែថាខុស1នាទីតចឹងប៉ណ្ណោះស្មានអត់ទាន់ត្រូវញោមស្មានធួនអត់ទាន់ត្រូវបាទហ្នឹងហើយត្រូវហើយញោមត្រូវហើយខ្ញុំគិតត្រូវហើយបាទអញ្ចឹងបញ្ចប់តំណែងចាស់ណាហ្នឹងឯងសូមចុងក្រោយសូមប្រគេនបុណ្យកុសលដល់កណ្ណាគុណចាស់គ្រប់ព្រះអង្គសូមជូនបុណ្យដល់ញោមទាំងអស់បងណាសូមបានសេចក្តីសុខសេចក្តីចម្រើននិងសូមមានបញ្ញាបាទហ្នឹងឯងឆាប់ត្រាស់ដឹងនូវសច្ចធម៌ទាំងអស់គ្នាណាបាទធ្វើទីបំផុតនៃសេចក្តីទុក្ខសូមអនុមោទនាសាកឆាមែនយប់ឯដឹងយប់ក្រុមដល់នោះយប់តែយកមកពីទៅអនុមោទនាហ្នឹងញាតិញោមរៀងអស់កម្លាំងល្វើយហើយប៉ុណ្ណាស្អែកត្រូវក្រៅពីព្រឹកផងរៀបចំងូតទឹកផងលាបក្រែមផងម្សៅផងទឹកអប់ផងស្លៀកពាក់ផងបើបានមកអញ្ចឹងបងស្អែកលោកគ្រូសម្ដែងធម៌ម៉ោង8ណែអញ្ចឹងញាតិញោមជើញមកពីព្រឹកណាបាទស៊ីថងលើម្ចាស់គ្រូទេកណាចាំសួរស្អែកបើញោមសាធុខ្ញុំប្រាក់បូជាធម៌ទេសនា800000ខ្ញុំកណាសូមធ្វើកិច្ចព្រះវិន័យដូចតទៅអ៊ីទាំងអកប្បយវត្ថុកប្បយការកានឹងហត្ថេពវិសតិតំហេគេវលាំងចតរោបច្ចជ័យប្រិភញ្ញថាបើពិនលំចាត់ទាំងពីរព្រះអង្គអកប្បយវត្ថុមានចំនួន400,000ក្នុងមួយព្រះអង្គនឹងមានក្នុងដៃកប្បយការការបស់លោកម្ចាស់សូមលោកម្ចាស់ទាំងពីរព្រះអង្គប្រើប្រាស់បច្ច័យ4តាមយ៉ាងប៉ុណ្ណោះសូមទានជ្រាបសូមអនុមោទនាហើយចុះទេវត្ថុនេះត្រូវប្រគេនលោកមែននេះពីកញ្ចប់នេះប្រគេនណាប្រគេនឡើងប្រគេនយកទៅបនគេណាទៅបនញាតិញោមតាំងចិត្តបានចំណែកទានចំណែកបនស្មើគ្នាណាសូមអនុមោទនាអ៊ីទាំងវោញាតិណាងហោតោសុគតាហោនតោញាតយោរីទាននេះរីបននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយចូលជាអ្នកដល់នៅសេចក្តីសុខចរទេវាគិនទ្វានិវេតយ៉ាងសាពេលោកម្មវន្តហារហេតកម្មដញ្ញងសាពេលតសាទេទុក្ខបតាចនន្តងខាបយ៉ាងបានតាំងសុខបតាចនិសកាហន្តសាពេបាណៃណោសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាតែបញ្សកាលងសូមឲ្យដល់តែមូលបានប្រកបដោយសន្តិភាពព្រះសច្ចាមណីសម្ពន្ធត្រង់ត្រាថាលទ្ធិសន្តិបរាំងសុខੰពុំមានសេចក្តីសង្កត់តីក្រាំងស្ងប់ឡើយសូមអនុមោទនាសូមជាបច្ច័យនៃព្រះនិព្វានទាំងអស់គ្នាចឹងញាតិញោមយើងបន្តអំពីបញ្ចប់ពធទេសនាទៅយើងមានកម្មវិធីបូជាផ្កាចំពោះព្រះដ៏មានព្រះភិក្ខហេតុជាខុសតិចទៅប៉ុណ្ណា
ចប់មកគឺយើងទិសបុណ្យបញ្ចប់ទាំងអស់គ្នាញាតិញោមអាចទៅសម្រាប់បានអញ្ចឹងបែរជាទីទៀតប៉ុណ្ណាណាអញ្ចឹងបុណ្យកណាគ្រប់អង្គញាតិញោមគ្រប់គ្នាទាំងអស់យើងហើយក្រាបឈរទៅបងមានកម្លាំងហើយមានសេចក្តីគោរពក្រៃលែងចំពោះព្រះសម្មាសម្ពុទ្ធអញ្ចឹងកណាសូមអារាធនាលោកម្ចាស់ណាលោកម្ចាស់គ្រូឥន្ទ្រាសង្ឃបារោជាមួយនឹងលោកម្ចាស់គ្រូឆេកជាតោដឹកនាំកម្មវិធីជាបន្តទៀតណាសូមអារាធនានិមន្តឡូលឺខ្ញុំតែចឹងខ្ញុំកណ្ណាសុំការអនុញ្ញាតពីសំណាក់ព្រះសង្ឃថេរៈគ្រប់ព្រះអង្គជាបន្តទៀតចឹងក្នុងពេលនេះញាតិញោមព្រះសង្ឃគ្រប់ព្រះអង្គបានស្ដាប់ព្រះធម៌ដែលសម្ដែងដោយលោកម្ចាស់គ្រូទាំងពីរព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសេចក្តីនៃព្រះធម៌មានអត្ថន័យជ្រាលជ្រៅដែលជាពុទ្ធដីកាព្រះអង្គទ្រង់ប្រកាសសម្ដែងលោកម្ចាស់គ្រូវណ្ណរតនីមកដើម្បីជាប្រយោជន៍ដល់ព្រះសង្ឃពុទ្ធបរិស័ទស្ដាប់អប់រំចម្រើនបញ្ញាជាធម៌បដិបត្តិប្រចាំថ្ងៃណាមានសតិស្មារតីចម្រើនបញ្ញានិងលះបង់ការប្រកាន់នៅក្នុងរូបធម៌និងនាមធម៌ដែលកំពុងបង្កើតឡើងឲ្យឃើញថាធម៌កាត់ពីហេតុកាត់ពីបច្ច័យអ្វីក៏មិនមែនជាអ្នកដតីជាសត្វជាបុគ្គលក៏មិនមានណារហូតដល់បណិស័យចាក់ខ្លះគេច្បាស់នៅសច្ចធម៌ក៏បានដល់នៅព្រះនិព្វាននឹងចឹងក្នុងពេលនេះចឹងព្រះសង្ឃគ្រប់ព្រះអង្គមុនក្រោកឈរសម្រួលអរិយាបថហើយញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាសម្រួលអរិយាបថក្រោកឈរទៅបានរៀងឆ្លាស់ខ្លួនណាញាតិញោមអង្គុយយូរគឺជាប់ជើងស្ពឹកសពុនដៃជើងអីផ្សេងតាមហ្នឹងចឹងក្នុងពេលនេះយើងនឹងបានឱកាសក្នុងការថ្វាយនៃជ័យខុសណាថ្វាយនៃជ័យខុសសម្រាប់បូជាចំពោះគុណព្រះសម្មាសម្ពុទ្ធត្រង់មណ្ឌលព្រះពោធិព្រឹក្សនៃវត្តអាងភ្នំតាក្រៀមនឹងចឹងកិច្ចសម្ព័ន្ធថ្ងៃនេះគឺមួយល្ងាចពេញរហូតដល់ពេលយប់ចឹងញាតិញោមសម្លឹងមើលប្រចាត់ដីប្រកាសក្នុងទីចំពោះមុខហើយញាតិញោមមើលដោយទេសនានុត្តរិយៈការឃើញដល់ប្រសើរក្នុងទីនេះប្រកាសជាព្រះធាតុចេតដីគឺព្រះបរមសរីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធក៏ប្រកាសក្នុងទីចំពោះមុខព្រះអទេសកចេតដីគឺព្រះពុទ្ធបដិមាតំណាងឲ្យព្រះដ៏មានពភាកក៏ប្រកាសក្នុងទីចំពោះមុខទាំងព្រះបរិភោគចេតដីគឺព្រះស្រីមហាពោធិព្រឹក្សដែលជាទីប្រថាប់ជាទីត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធក៏ប្រកាសក្នុងទីចំពោះមុខនិងសតៃជាបច្ច័យដីសម្រាប់សង្ឃគោរពនមស្ការបូជាទាំងដែលយើងមានគ្រឿងសក្ការៈក្នុងដៃអញ្ចឹងជាឱកាសដ៏ល្អសម្រាប់យើងពេលនឹកថ្វាយនៃជ័យខុសបូជាចំពោះព្រះសម្មាសម្ពុទ្ធដែលព្រះមានពភាព្រះអង្គទ្រង់សំនៅបារមី4អសង្ខ័យកម្រៃមួយសែនកាប់7ព្រះអង្គទ្រង់ព្យាករមកព្រះអង្គទ្រង់លះបង់ក្រៃលែងណាស់ញាតិញោមដោយទានបារមីសីលបារមីទាំង10ទាំង30មហាបរិច្ចាគ5ណាបរិច្ចាគទ្រព្យបរិច្ចាគប្រពន្ធបរិច្ចាគកូនបរិច្ចាគអវយវៈសាច់ឈាមក៏ដូចជាបរិច្ចាគនៅជីវិតមហាបរិច្ចាគ3ចរិយាមហាបរិច្ចាគ5ចរិយា3នេះគឺអត់មាននរណាគេធ្វើបានទេខ្ញុំក្រៅពីព្រះបរមពោធិសត្វយើងក៏បីជ្រះថ្លានឹងគុណរបស់ព្រះរាមាភិភាពនឹងបានឱកាសក្នុងការថ្វាយនៃជ័យគោបូជាចំពោះគុណរបស់ព្រះសម្មាសម្ពុទ្ធដោយសេចក្តីគោរពជ្រះថ្លាគ្រប់ព្រះអង្គគ្រប់គ្នាដូចតទៅសូមអនុមោទនានមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សចយោហេពុទ្ធសាសិរិមេតោអយ៉ាងមេរសច្ចាបាបិមេតោបរាជយោ
គ្នាហើយ បានងជួបជុំគ្នាហើយ ត្រង់មន្តនៃព្រះពោធិប្រា ត្រង់មន្តនៃព្រះពោធិប្រា ហើយបានស្រែកថ្វាយព្រះពរជ័យ ហើយបានស្រែកថ្វាយព្រះពរជ័យ ដល់ព្រះមហាអេសី ដល់ព្រះមហាឥសី ដែលព្រះអង្គទ្រង់ឈ្នះមាហើយ ដែលព្រះអង្គទ្រង់ឈ្នះមាហើយ ដោយពាក្យយ៉ាងនេះថា ដោយពាក្យយ៉ាងនេះថា ព្រះពុទ្ធដ៏មានសិរី ព្រះពុទ្ធមានសិរី ព្រះអង្គទ្រង់ឈ្នះមាហើយ ព្រះអង្គទ្រង់ឈ្នះមាហើយ មានចិត្តបា មានចិត្តបាន ចរចាញ់ព្រះអង្គហើយ ចូលចាំព្រះអង្គហើយ ជាយោហេ ជាយោហេ ពុទ្ធិហាសា ពុទ្ធិសា សិរីមេតោ សិរីមេតោ យ៉ាងមានរសចា យ៉ាងមានរសចា បាពិមេតោ បាពិមេតោ បរាជយោ តារាជយោ ហោសយង អង្គហោសយង ពោធិមណ្ដេ ពោធិមន្ទេ បមោតិតា តាមោតិតា នេកកនី នេកកនី សុបណ្ណកនី សុបានកនី ជាយ៉ាងតតិ យ៉ាងតតិ អេសេណោ មេសេណោ ទានុ រៀនោ ពួកនាគទាំងឡាយផង ពួកនាងទាំងឡាយផង ពួកក្រត់ទាំងឡាយផង ពួកក្រត់ទាំងឡាយផង បានជួបជុំគ្នាហើយ បានជួបជុំគ្នាហើ ត្រង់ម យ ន្តនៃព្រះពោធិប្រា ត្រង់មន្តនៃព្រះពោធិប្រា ហើយបានស្រែកថ្វាយព្រះពរជ័យ ហើយបានស្រែកថ្វាយព្រះពរជ័យ ដល់ព្រះមហាអេសី ដល់ព្រះមហាឥសី ដែលព្រះអង្គទ្រង់ឈ្នះមាហើយ ដែលព្រះអង្គទ្រង់ឈ្នះមាហើយ ដោយពាក្យយ៉ាងនេះថា ដោយពាក្យយ៉ាងនេះថា ព្រះពុទ្ធដ៏មានសិរី ព្រះពុទ្ធដ៏មានសិរី ព្រះអង្គទ្រង់ឈ្នះហើយ ព្រះអង្គទ្រង់ឈ្នះមាហើយ មានចិត្តបាន មានចិត្តបាន ចោចាញ់ព្រះអង្គហើ ចូល យ ចាញ់ព្រះអង្គហើ គ្រា យ នេះ គ្រានេះ ទូលព្រះបង្គំខ្ញុំព្រះអង្គទាំងឡាយ ទូលព្រះបង្គំខ្ញុំព្រះអង្គទាំងឡា ជា យ ឧបាសកឧបាសិកា ជាឧបាសកឧបាសិកា ភិក្ខុសាមណេ ភិ រ ក្ខុសាមណេ មាន រ សេចក្តីជ្រះថ្លា មានសេចក្តីជ្រះថ្លា បានជួបជុំគ្នាហើយ បានជួបជុំគ្នាហើ ត្រង់ម យ ណ្ឌលនៃព្រះពោធិប្រា ត្រង់មណ្ឌលនៃព្រះពោធិប្រា បានស្រែកថ្វាយព្រះពរជ័យ បានស្រែកថ្វាយព្រះពរជ័យ ដល់ព្រះមហាអេសី ដល់ព្រះមហាឥសី ដែលព្រះអង្គទ្រង់ឈ្នះមាហើ ដែល យ ព្រះអង្គទ្រង់ឈ្នះមាហើ ដោយ យ ពាក្យយ៉ាងនេះថា ដោយពាក្យយ៉ាងនេះថា ជាយោហេ ជាយោហេ ពុទ្ធិហាសា ពុទ្ធិសា សិរីមេតោ សិរីមេតោ ហើយយ៉ាងមានរសចា ហើយយ៉ាងមានរសចា បាពិមេតោ បាពិមេតោ បរាជយោ បរាជយោ ព្រះពុទ្ធដ៏មានសិរី ព្រះពុទ្ធមានសិរី ព្រះអង្គទ្រង់ឈ្នះមាហើ ព្រះ យ អង្គទ្រង់ឈ្នះមាហើយ មានចិត្តបា មានចិត្តបា ចោចាញ់ព្រះអង្គហើយ ចូលចាញ់ព្រះអង្គហើ សូម យ អនុមោទនានឹងមាបរាជ័យហើយណាញាតិញោមចាញ់ព្រះដ៏មានពភាព្រះអង្គទ្រង់បានឈ្នះមាដោយបារមីដែលព្រះអង្គទ្រង់បំពេញហើយសូមអនុមោទនាជាយន្តោពុទ្ធិយាមូលសច្ចានានន្ទេវតនោអេវងត្វាងវិជ្ជយោ ហើយជយាសុ សុ ជ ជយមង្គលេបរាជិតបាលង្កេសៃសេបតវិបោករេអភិសេកេ យានង អកេបតោបមោតតេព្រះសម្មាសម្ពុទ្ធទ្រង់ញ៉ាំងសេចក្តីត្រេកអរនៃសច្ចាទាំងឡាយហើយចម្រើនព្រះអង្គជ្រះមាហើយ បានដល់នៅពាជា បុគ្គលប្រសើរបំផុតទ្រង់រីករាយចំពោះធម៌ដែលព្រះអង្គត្រាស់ដឹងលើអបរាជិតបាលង្ជាជយមង្គលទៀមកល ពោធិប្រាក់ត្រង់ចិត្តផែនដីដោយជាស្លាកជោគគាទេអភិសេកនៃព្រះគុណគ្រប់ព្រះអង្គយ៉ាងណាមិញ សូមឲ្យនាងជាបុគ្គលមានចម្រៀងឈ្នះអសត្រូវយ៉ាងនោះហើយព្រះមនិតលោកាចាមចាញ់ក្រុងមាចិត្តមោហននេះមិនได้មួយពាន់ក៏សត្រាបុទ្ធានាង ជីគ្រីមេកលជា ក៏ចាញ់នាងទៅពោសធាព្រមដោយមានសែនាពលត់លន់ទាំងសាមទានដោយធម្មទា
ធីធានបារមីជាប្រ ប្រ មា ទៀ ទា ន ន ក្រំមេចាញ់ត្រង់យាន ប្រណំតែថ្វាយវត្តទីរីជ័យយ៉ាងមង្គលជុំមានដល់នឹងរាល់គ្នា ហើយតែជាជ័យយាន ព្រះឈ្នះមានគ្រានោហងសពសាតុការជ្រះផ្លាអនុមោទនីអនុមោទនីក្នុងការថ្វាយនៃជ័យភពបូជាចំពោះគុណព្រះសម្មាសម្ពុទ្ធសូមអនុមោទនីសូមបានជាបច្ច័យនៃសុគតិសួគ៌ទេវលោកក្នុងព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាអនុមោទនីនឹងទាំងបុណ្យសម្រាប់ហើយណាញាតិញោមបានច្រើនក្នុងពេលនេះអញ្ចឹងយើងអត់ទៅបនទេណាញាតិញោមទៅបនតិចសិនទៅសង្ខេបទៅណាញាតិញោមកុំឲ្យតន់ជើញតាណាណាញាតិញោមមកផ្លេតទេយើងបានបនខ្លួនយើងហើយយើងមិនផ្លេចទេពពួកញាតិក្នុងសង្សារវត្តពពួកទេវតាពួកសពសត្វត្រូវការបនទាំងអស់អត់បនអត់សេចក្តីសុខអត់កំណត់ជាមនុស្សអត់បានជាបច្ច័យនៃសុគតិសួគ៌ទេវលោកនឹងអត់បានទៅកាន់ព្រះនិព្វានបានទេអញ្ចឹងបានយើងអត់កំណាញ់បនទេបនយើងធ្វើឲ្យយើងចែកជូនណាមានស្ដេចសកទេវរាយសច្ចតលកបាលទាំង4ស្ដេចជមរាជពពួកនាគពពួកគ្រុឌពពួកកន្តពពពួកយៈពពួកអសុរកាយពពួកសព្វសត្វទាំងអស់ក្នុងត្រៃភពសុទ្ធតែជាអ្នកត្រូវការបនអញ្ចឹងយើងមិនកំណាញ់បននេះយើងក៏ទៅបនកសលទាំងអស់នោះដល់ពពួកសព្វសត្វទាំងអស់យ៉ាងតាំងចិត្តទៅបនកសលគឺព្រះអង្គគ្រប់គ្នាដូចតទៅអ៊ីទាំងបន ទាំងប ញាតិណាំងហោត ញាតិណាំងហៅត សុខតាហនត សកេតាហនត ញាតយោ ញាតយា រីបននេ រីបននេ សូមសម្រាប់ដល់ញាតិទាំងឡាយ សូមសម្រាប់ដល់ញាតិទាំងឡា សូម យ ញាតិទាំងឡាយ សូមញាតិទាំងឡា ចូល យ ជាអ្នកដល់នៅសេចក្តីសុខច ចូលជាអ្នកដល់នៅសេចក្តីសុខច បតិទានគិតហើយយ៉ាងក្រែងទេកុសលកម្មបានកាតាពៈកិរិយាអ្នកកាយយើងនៅវិចារ សាទិតសេ សុ សុ ខ ខ តា តា កតាំយេសាតាសញ្ញេណោអថយេយសាតាសញ្ញេណោកតាំបញ្ញបលាំងមៃអនសាពេភិយគិភវន្តតេយេតាំកតាំសវិតិតាំតនាងបញ្ញបលាំងមយាយេកតាំ តហជាអនន្ត តេវិយកន្ត្វានិវេតយំសាពេលោកកម្មយេសាតាជីវន្តា រហេតុកាបដញ្ញងបច្ចនាងសាពេលផន្តមចេតសា ទេសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតងសូមឲ្យ ជាសានបាង សេចក្តីតងតែដែលដល់ហើយនៅបីសូមឲ្យជាសានបានភ័យទៅដែលដល់ហើយ នៅសេចក្តីសោ សូមឲ្យជាសានបានសេចក្តីសោទៅហងទៅអាណាដែលខ្ញុំព្រះករុណាធ្វើឲ្យព្រះប្រាថ្នាក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ជាម្ចាស់សូ សូ ម មព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អស់នៅតដល់ដល់ខ្ញុំព្រះករុណាអនុមោទនីណាទាំងចិត្តស្វាបង្គំលាព្រះចេតិយដោយសេចក្តីគោរពជ្រះថ្លាចង្ក្រាយព្រះអង្គគ្រប់គ្នាណាកាយវន្តនីកាយវន្តនីកាយវន្តនីនឹងកម្មវិធីនេះចប់ហើយបរិបូរណ៍ប៉ុណ្ណឹងចាំថតមុខចឹងញញ